គ្រាមរវាងគិញគក់និងតាព្រំសម័យព្រេងនាយវេលាមួយពិភពលោកកើតទួរភឹកក្តៅហួតហែងគ្រប់ទិសទីព្រះពិរុទ្ធមិនបង្អុរភ្លៀងសោះស្ទឹងត្រពាំងថ្លុកបឹងព្រែកទន្លេរិញទឹកទាំងអស់សត្វទាំងឡាយស្លាប់គួរឆ្អឹងលើគ្នារុក្ខជាតិនានាស្វិតក្រៀមក្រយ៉ង់ពួកមណ្ឌុកសត្វមានគិញគក់ហ៊ីងកង្កែបជាដើមដែលជាសត្វប៉ិនអត់ធន់ក៏ស្គមនៅតែស្បែកនឹងឆ្អឹងថ្ងៃមួយគិញគក់ជាមេប្រកាសដល់ក្រុមញាតិនិងហ៊ីងកង្កែបជាមិត្តថាហើយមិត្តសម្លាញ់ទាំងអស់គ្នាមើលទៅតាព្រំមិនបង្អុរភ្លៀងមកឲ្យយើងទេបើយើងនៅស្ងៀមមុខជាដាច់ពោះស្លាប់មកវើយមិត្តយើងកេណ្ឌគ្នាតយុទ្ធនឹងតាព្រំមកភ្លៀងឲ្យបានអាសន្នដល់ហើយស្ងៀមក៏ស្លាប់ច្បាំងក៏ស្លាប់បើមួយថ្ងៃនឹងស្លាប់ក្នុងចម្បាំងយកជ័យឲ្យក្រុមញាតិនិងមិត្តប្រសើរជាងមកទៅប្រយុទ្ធក្រោយដែលបានប្រកាសយ៉ាងនេះពលគិញគក់និងមិត្តទាំងអស់ក៏លើកព្យូហយាត្រាទៅតយុទ្ធនឹងតាព្រំក្នុងវិមានលោកទៅដល់អាកាសកងទ័ពមណ្ឌុកសត្វដើរកាត់ទីវាលបន្តិចមកស្រាប់តែប្រទះនៅទ័ពមួយវងធំទៀតមេបញ្ជាការធំនៃទ័ពគិញគក់ឃើញវងពលត្រីអណ្ដែតធំខ្នាន់ខ្នាប់ខ្លួនប្រឡាក់ស្រមកដោយគំតិចធូលីនិងផេះនៃវាស្រែមេគិញគក់សួរថាណាយវើយតើកូនឯងទៅណាបានជាមកប្រមៀលខ្លួនហុយដីត្រឡំកាត់មុខឲ្យរំខានដល់កងទ័ពអញត្រីអណ្ដែងជាមេទ័ពតបថាភឿនអើយពួកមច្ឆាបានបញ្ជូនយើងឲ្យមកជាមួយបងក្រាញ់ក៏ប៉ិនប្រសពខាងរត់ឆ្លងភ្នំនិងបារាយដើម្បីច្បាំងនឹងតាព្រំយកភ្លៀងមកបំពេញបឹងស្ទឹងយើងទៅភឿនគិញគក់ឮដូច្នោះអរណាស់ក៏ប្រាប់កងទ័ពខ្លួនមួយរំពេចនោះសាបជាយោបានលាន់ឮចេញពីទ័ពទាំងពីរក្រុមហើយទ័ពទាំងនោះក៏ប្រមូលគ្នាជាទ័ពមួយយាត្រាទៅតាមវាក្តៅហួតហែងទៅបន្តិចទៅស្រាប់តែឃើញបណ្ណក់ជាតិមួយវងធំហើខ្មៅខ្នាប់ឮសូងងងលើអាកាសហើយឮឃ្មុំនឹងអមាល់ជាមេទ័ពបន្លឺមកថាណែបងគិញគក់ហ៊ីងកង្កែបត្រីអណ្ដែងត្រីក្រាញ់ឯងទៅណាខ្លួនស្រមកយ៉ាងនេះគិញគក់តបថាមកវើយបងឃ្មុំយើងដឹងហើយថាក្រុមបងលើទ័ពទៅច្បាំងព្រោះអត់ភ្លៀងខ្វះឈើព្រៃផ្ដល់ផ្កាធ្វើសម្បុកដល់ក្រុមបងមកកុំបងអង្គយើងព្រួគ្នាតយុទ្ធនិងតាព្រំកុំខ្លាចស្លាប់ទៅទ័ពគោកនឹងទ័ពអាកាសហើយយកជ័យហើយក៏លើកតទៅទៀតលុះមកចិត្តចំការស្ងួតមួយស្រាប់តែទ័ពនេះប្រទះនឹងផ្លែត្រសក់ស្រូវរដោករណែលលើផែនដីដាច់បេះចាក់ទងគួរឲ្យអាសូរត្រសក់មួយស្រែកដោយមានសង្ឃឹមថាភឿនអើយឲ្យគ្នាយើងដោយសារទៅផងតែខំយើងស្ងួតស្លាប់អស់ហើយភឿនទៅច្បាំងយើងក៏ស៊ូស្លាប់ជំនួសគ្រួសារយើងដែរមិនឲ្យនៅវេទនាទេមេទ័ពទាំង3ក៏យកព្រមឲ្យត្រសក់ស្រូវប្រមៀលខ្លួនទៅតាមក្បួនលុះផុតពីវាលក៏បានទៅដល់ព្រៃមួយដែលរុក្ខជាតិទាំងឡាយក្រៀមរញោមស្លាប់ចិត្តអស់កងទ័ពបានទៅដល់ឃើញវល្លិផ្ដៅធំពីដើមនៅនឹងគល់ឈើងាប់មួយដើមផ្ដៅសួរថាណែភឿនទៅណានឹងក៏សន្ធឹកម្លេះភឿនមិនមានអាសូរមិត្តរុក្ខជាតិគ្នាយើងទេឬឃើញទេស្លាប់ដេកពពុះដោយដៃតែព្រំអស់ហើយឲ្យយើងទៅច្បាំងផងយើងនៅយ៉ាងនេះក៏វេទនាណាស់យើងស៊ូទៅស្លាប់ក្នុងសង្គ្រាមដើម្បីដណ្ដើមយកជ័យ
មកផ្ដល់ជីវិតសត្វលោកទ័ពទាំងអស់ក៏យល់ព្រមឲ្យផ្ដៅគោចរទៅតាមផងក្រោយមកទ័ពទាំងអស់ក៏បានដល់ឋានតាព្រំគីងគក់បានបញ្ជាឲ្យឃ្មុំប្រុងវាយសម្រុកនៅខ្លងទ្វារខាងមុខនិងខាងក្រោយត្រីអណ្ដែងនិងត្រីក្រាញ់ដែលខ្លួនប្រឡាក់ទៅដោយក្បុលនិងផេះឲ្យចូលទៅក្នុងពាងនិងផើងទឹកនៅមាត់ទ្វារក្រោយទឹកពាងផ្សេងឲ្យតែមានទឹកផ្ដៅទាំងពីរធំឲ្យឈរប្រុងនៅមាត់ទ្វារប្រាសាទត្រសក់ស្រូវឲ្យប្រមៀលទៅទៀបជើងក្រោមអាសនៈតាព្រំគង់ឯក្រុមគីងគក់ហ៊ីងកង្កែបជាទ័ពមុតស្រួចអ្នកចូលលុកលួសចាត់ស្រេចហើយទ័ពមណ្ឌុកសត្វក៏ចូលតម្រង់អាសនៈតាព្រំអាស្រ័យនៅដោយស្រែកហូរសន្ធាប់យ៉ាងខ្លាំងធ្វើឲ្យពលមីអស់ទាំងទេវតាមេនាំមីនាងចៅចិត្តចៅចោមម៉មខនណាងជំទាវរត់ចេញពីប្រាសាទស្លន់ស្លៅទៅត្រូវទឹកផេះទឹកក្បងដែលត្រីអណ្ដែងត្រីក្រាញ់បាច់មកលើភ្នែកផ្សាស្រឡាំងរកទិសតំបន់ពុំឃើញថែមទាំងត្រូវពួកឃ្មុំអមាល់តិចចុកឈឺរមូលស្រែកយំរំពងតាព្រំរកច្រកចេញពុំទាន់ស្រែកសួរថាណែវើយពួកអាគិញគក់ហ៊ីងកង្កែបចង្រៃឯងទៅណាពួកមណ្ឌុកសត្វតបថាយើងមកច្បាំងតាព្រំចោះចាក់អាសនៈឥតមើលក្រោមក៏ជន់លើត្រសក់ស្រូវរអិលដួលត្រូវផ្ដៅទាំងពីរបន្ទាន់ខ្លួនប្រញាប់សង្កត់កជាប់ឃ្មុំក៏តិចឈឺផ្សាស្រែកចោះញោមពួកសត្វនិងរុក្ខជាតិថាចាញ់ហើយលឺដូច្នោះមេបញ្ជាការគីងគក់ក៏ខាត់តបឲ្យឈប់ដើម្បីដោះស្រាយបញ្ហាចោះចាញ់គីងគក់សួរទៅតាព្រំបរាជ័យថាមិនក៏លោកបងអត់ភ្លៀងដល់សត្វលោកធ្វើឲ្យស្លាប់គ្រប់កន្លែងដូច្នោះគ្នាយើងមិនសុខចិត្តទេបើលោកមិនបងអល់ភ្លៀងចុះទៅនោះយើងនឹងកំទេចវិមានលោកសម្រាប់ទាំងពលទាំងលោកពុំខានតែព្រំនឹកភ័យក៏និយាយអង្វរអស់ពោធិ៍សត្វនិងរុក្ខជាតិថាសូមពួកព្រះស្ដែងកុំខឹងយើងខ្លាចហើយយើងនឹងផ្ដល់ទឹកភ្លៀងឲ្យឥឡូវនេះហើយសូមអស់អ្នកអញ្ជើញទៅវិញចោះកុំខឹងអីគីងគក់តបថាទេកូនយើងមិនព្រមទេបើយើងទៅនោះលោកនឹងផ្ដល់ភ្លៀងឲ្យយើងតែមួយមេហើយប្រងើយកន្តើយទៅនាំឲ្យពិបាកយើងលើកតបឡើងមកទៀតដូច្នេះសូមលោកសន្យាឲ្យពិសេសដល់យើងសិនទើបកូនយើងសុខចិត្តលួសសញ្ជឹងមួយសន្ទុះតែព្រំក៏ពោលថាយើងព្រមឲ្យពរដល់អ្នករាល់គ្នាហើយបើដូច្នោះពេលណាអ្នកត្រូវការភ្លៀងចំណែកគីងគក់ហ៊ីងកង្កែបត្រូវសង្កៀតធ្មេញបន្លឺសំឡេងពីក្រោយមកពេលនោះយើងមកអល់ឲ្យអ្នកភ្លាមកាលសន្យារួចស្រេចតបមណ្ឌុកសត្វបានណក់សត្វនិងរុក្ខជាតិក៏ថយមកលំនៅរៀងខ្លួនតាំងពីពេលនោះមកពេលណាគីងគក់ហ៊ីងកង្កែបត្រូវការភ្លៀងក៏សង្កេតធ្មេញបន្លឺសំឡេងក្រោតអែបអោកហ៊ីងហងភ្លៀងក៏ធ្លាក់មក